បាទសួស្តីបងប្អូនទាំងគ្នាបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងមកសិក្សាទាក់ទងទៅលើឧបករណ៍ horizontal typing tool បាទទាក់ទងទៅលើឧបករណ៍មួយនេះគឺយើងប្រើវាបែបម៉េចអូខេអញ្ចឹងយើងចូលមកក្នុងកម្មវិធីរបស់យើងទាំងអស់គ្នាមកបាទឥឡូវនេះយើងចូលមកក្នុងកម្មវិធីរបស់យើងហើយបន្តមកទៀតយើងមកមើលទាក់ទងទៅលើឧបករណ៍របស់យើងបាទអញ្ចឹងទៅលើឧបករណ៍របស់យើងចុចនៅកន្លែងអក្សរ T នឹងមកវាមានទាក់ទងទៅលើ horizontal typing tool vertical typing tool ហើយ vertical typing mask tool ហើយ horizontal typing mask tool បាទអញ្ចឹងតែ4ហ្នឹងតើយើងប្រើវាបែបម៉េចអញ្ចឹងដំបូងយើងឈរនៅលើឧបករណ៍ horizontal typing tool សិនមកបាទតែតើទៅលើការឧបករណ៍មួយនេះយើងប្រើវាសម្រាប់ធ្វើការវាយទៅលើអត្ថបទអ្វីមួយបាទនៅលើ poster របស់យើងអញ្ចឹងទៅបាទទម្រង់ដែលយើងចង់ធ្វើការដាក់អក្សរអីចឹងទៅបាទអញ្ចឹងយើងមកមើលតើតើទៅលើឧបករណ៍មួយហ្នឹងយើងចុចលើវាអញ្ចឹងមកអញ្ចឹងវាហ្នឹងបង្ហាញបែបនេះឲ្យយើងហ្នឹងបាទបន្តមកទៀតបើយើងចង់ធ្វើការបដូរពណ៌បាទយើងធ្វើការ select លើវាយើងអាចធ្វើការបដូរពណ៌ទៅតាមទម្រង់ដែលយើងចង់បានហើយយើងចង់បានវាពណ៌ខ្មៅសិនមកបាទចង់បានពណ៌ខ្មៅហើយបាទអញ្ចឹងយើងមកមើលមកឈៀងខាងនេះមកបាទកន្លែងនេះគឺជា font នៃអក្សររបស់យើងចង់ធ្វើការផ្លាស់ប្ដូរ font បែបម៉េចក៏បានដែរទៅតាមទម្រង់យើងចង់បានបាទមើលមកដូរ font វាណាយើងអាចធ្វើការផ្លាស់ប្ដូរវាបានអញ្ចឹងបាទណាទៅតាម font ដែលយើងចង់បានទៅអញ្ចឹង font របស់យើងមានច្រើនយើងមើលទៅ font យើងមានច្រើនណាបាទស្អាតបាទទៅលើ font របស់យើងបាទតែដល់ទៅលើលក្ខខណ្ឌមួយដែលយើងធ្វើការអូសចឹងមក font យើងអត់មានការផ្លាស់ប្ដូរទេបើមានការផ្លាស់ប្ដូរទៅលើ font នេះទេយើងធ្វើការដាក់ select នៅលើនេះសិន click នៅលើវានេះគឺ click នៅលើ layer របស់យើងនេះមក double click អញ្ចឹងវា select បែបនេះយើងធ្វើការបដូរ font មកបាទចង់បាន font បែបចឹងទេក៏បានដែរណាយើង click បែបហ្នឹងមកបាទការដូរពណ៌ដូចគ្នាដែរបើយើងដូរវាអត់បានយើង click select លើបែបហ្នឹងដាក់ដូរពណ៌វាបានហើយបាទហ្នឹងលក្ខខណ្ឌមួយដែលយើងធ្វើវាគឺការផ្លាស់ប្ដូរវាអត់បានប៉ុន្តែបើយើងប្ដូរវាបានអត់ដែរវាអាចទៅតាមស៊េរីនៃឆ្នាំកម្មវិធីរបស់យើងដូចគ្នាដែរបាទកន្លែងនេះគឺជា font ហើយកន្លែងនេះបានថាសមបានថា font នេះវាមានទៅតាមទម្រង់ផ្សេងៗហ្នឹងទៅយើងអាចមើលទៅតាមទម្រង់ទៅហើយនេះគឺជាទំហំនៃអក្សររបស់យើងចង់បានវាធំប៉ុណ្ណាតែយើងចង់បាន150យើងចុចមក150ណាបាទតូចណាចង់បានវាត្រឹមតែ72បាទហើយកន្លែងនេះវាមានច្រើនណាបាទយើងមានច្រើនតែកន្លែងនេះយើងយកវាជាទម្រង់ shape មកវាឃើញច្បាស់ល្អបាទបើយើងយកវាជាណានវាមើលទៅឃើញរឿងអុចចេះខ្ញុំព្រីឲ្យធំតិចមកបាទដល់លើនេះឆេះនឹងមកឃើញវារឿងអុចចេះបាទបើយើងយកនេះយើងយកវាជាទម្រង់ shape បែបនេះមកហើយវាបានអក្សររបស់យើង smooth ល្អតែម្ដងវាមកគឺវា smooth ស្អាតហ្មងបាទយើងយកវាពីទម្រង់ shape មកបាទហើយមួយទៀតយើងអាចធ្វើការកុំលាតអក្សររបស់យើងចង់ឲ្យគៀកឬក៏ឆ្ងាយដកឃ្លាកន្លែងណាយើងអាចធ្វើវាបានដែរនៅលើកន្លែង character មើលកន្លែង window ហើយរកពាក្យថា character បាទចុចលើវាមកយើងចង់បាន font ដូរអីនៅកន្លែងហ្នឹងបានទាំងអស់លើកុំលាតចង់បាន300ធ្វើការព្រីឲ្យយើងកាន់តែធំក៏បានត្រឹមតែ7250ក៏បានដែរបាទនេះគឺជាកម្លាតនៃអក្សររបស់យើងចុះលើក្រោមណាបាទហ្នឹងឧទាហរណ៍ថាកាលហ្នឹងខ្ញុំឧទាហរណ៍ថាខ្ញុំចឹងមកខ្ញុំដាក់វាទៅទៀតមកបាទហើយខ្ញុំធ្វើការកម្លាតអក្សរខ្ញុំដាក់វាមកក្រោមចេះបាទខ្ញុំថាក្រោមហ្នឹងទៅមកតែពេលនេះមានថាកម្លាតពីស្ដាំមកឆ្វេងចង់ដកឃ្លាបណ្ណាចង់ដកឃ្លាចុចមើលជាក់ស្ដែងចឹងមកណាដកឃ្លាcònខ្លាំងបាទអានេះយើងចង់បានអក្សរធំទៅទាំងអស់សត្រេតសអីហ្នឹងយើងអាចតេស្តវាជាក់ស្ដែងបានហើយ color យើងអាចដូរដល់នឹងបានដូចគ្នាទៀតបានដែរណាបើអញ្ចឹងតើតើទៅលើឧបករណ៍ horizontal typing tool របស់យើងគឺយើងប្រើវាបែបណាបាទអញ្ចឹងយើងមកមើលតើតើទៅលើឧបករណ៍ផ្ទាប់មួយទៀតតើតើទៅលើ vertical របស់យើងបាទការប្រើប្រាស់វាខុសគ្នាតាមចេះទេមួយវាជា horizontal បានថាធ្វើការពីស្ដាំមកឆ្វេងពីឆ្វេងទៅស្ដាំដល់ពេលនេះពីលើចុះក្រោមចេះទេបាទពីលើចុះក្រោមតែប៉ុណ្ណឹងវាប្រើបែបហ្នឹងបាទ scale វាតូចយ៉ាងមកចឹងទេចុះបើយើងប្រើលក្ខណៈថា horizontal typing mask tool របស់យើងវិញប្រើបែបម៉េចคลิกលើវាមួយមកคลิกលើវាមកយើងចុចគ្រីសបែបនេះបាទគ្រីសបែបហ្នឹងបានន័យថាវាដាក់វាជា mask ណាបាទហើយវានឹងធ្វើការ select បែបហ្នឹងប៉ុន្តែវាអត់បានជាទម្រង់អក្សរទេឥឡូវយើងចង់ធ្វើការចាក់ពណ៌វាទៅតាមទម្រង់ដែលយើងចង់បានយើងធ្វើបែបម៉េចបើថាយើងចង់បានពណ៌អីគេពណ៌នេះពណ៌ផ្កាឈូកខ្ញុំចុចពាក្យថា alt delete មកអញ្ចឹងវាចូលឲ្យយើងហើយប៉ុន្តែកន្លែងហ្នឹងត្រូវបង្កើត layer វាមួយសិនបាទចុច
xong máu vì cho vào giường này thấy nhé Ctrl D đó select và tiếp tiếp với máu nhé sao nó dừng port trong việc đại thầm nắng và chắc những prao việc bài nắng tại tầng lơ mà và còn tại khi tôi dương bằng sơ prá dùng tao để nhịp nhọp bằng port nó cứ tại khăn lơ này thế horizontal typing tool bao nhiêu năng và chẳng ta tăng từ lô opco horizontal typing tool bao nhiêu dương miền tập năng tệ hay dương chuột nên là không biết ốp toa tiệt và sau một cuốn